សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានប្រធានបទថ្មីមួយទៀតហើយដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាប្រធានបទនោះគឺមានចំណងជើងថាម៉ាក់ពពោះថាញ៉ាំម្ជូរកូនកើតមកក្បាលរឹងចុះពេទ្យជំនាញបកស្រាយបែបមិនខ្លះមុននឹងយើងចូលដល់អត្ថន័យក្នុងប្រធានបទនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច like subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel YouTube របស់យើងខ្ញុំបើយើងនិយាយអំពីការពពោះមានជំនឿឬការនិយាយតគ្នាជាច្រើនទាក់ទងនឹងរបៀបរបបរស់នៅរបស់ស្ត្រីពពោះជាពិសេសអាហារដែលម៉ាក់ពពោះចូលចិត្តញ៉ាំចូលទៅដូចគ្នានេះមានការលើកឡើងមួយថាពេលពពោះចូលចិត្តញ៉ាំអាហារជូរម្ជូរស្វាយជាដើមនោះកូនកើតមកក្បាលរឹងនិយាយមិនស្ដាប់លោកវិជ្ជបណ្ឌិតច័ន្ទស៊ីណេតប្រធានផ្នែកសម្ភពនិងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនសែនសុខបានពន្យល់ឲ្យដឹងថាចំពោះការលើកឡើងបែបនេះគឺគ្រាន់តែជាពាក្យចចាមរាមដែលម៉ាក់ពពោះនិយាយតគ្នាតែប៉ុណ្ណោះឯងការដែលកូនក្បាលរឹងនិយាយមិនចេះស្ដាប់តាមសម្ដីប្រដៅប្រាប់របស់ប៉ាម៉ាក់គ្មានអីពាក់ព័ន្ធនឹងការចូលចិត្តញ៉ាំរបស់ជូរអំឡុងពេលពពោះនោះទេលោកវិជ្ជបណ្ឌិតរូបនេះបានបន្តទៀតថាការអប់រំកូនពីតូចនិងផ្ដល់ដំបូន្មានល្អជាមួយគន្លឹះនៃការអប់រំដ៏ល្អទាំងការសិក្សានៅសាលានិងការអប់រំពីម៉ាក់ប៉ានៅផ្ទះជាកត្តាចាំបាច់ដើម្បីចិញ្ចឹមបីបាច់កូនឲ្យយល់ដឹងពីទង្វើណាល្អគួរធ្វើនិងទង្វើណាអាក្រក់គួរជៀសវាងឲ្យផុតប្រសិនបើកូនមិនបានស្ដាប់បង្គាប់របស់ប៉ាម៉ាក់អាចដោយសារកូនទទួលបានការអប់រំខុសហើយក៏អាចបណ្ដាលមកពីរបៀបនៃការចិញ្ចឹមកូនរបស់ប៉ាម៉ាក់ដែរដូចជាថ្នមកូនពេកទម្រើសកូនវាយកូនពេកមិនខ្វល់ពីកំហុសកូនទាក់ទងនឹងការញ៉ាំជូរវិញដោយសារតែពេលចាប់ផ្ដើមមានផ្ទៃពោះដំបងធ្វើឲ្យម៉ាក់ចង្អោរក្អួតនិងមានចំណង់អាហារតិចអញ្ចឹងហើយម៉ាក់តែងតែទំនោរទៅរកអាហារដែលមានជាតិជូរឬអាហារដែលមានជាតិអាស៊ីតយកល្អនៅពេលដែលចង់ញ៉ាំរបស់ជូរម៉ាក់គួរជ្រើសរើសបន្លែឬផ្លែឈើណាដែលមានជាតិជូរធម្មតាវិញដូចជាស្វាយប៉េងប៉ោះជាដើមព្រោះវាជាអាហារធម្មជាតិដែលគ្មានផលប៉ះពាល់ដល់សុខភាពនៅពេលដែលយើងញ៉ាំចូលខ្លួនទៅប្រធានផ្នែកសម្ភពរូបនេះក៏បានណែនាំទៀតថាអំឡុងពេលពពោះម៉ាក់ត្រូវប្រយ័ត្នចំពោះចំណីអាហារដែលញ៉ាំរាល់ថ្ងៃបើអាចម៉ាក់គួរជៀសវាងអាហារទាំងនេះមានដូចជាចំណុចកសាច់ឆៅឬបន្លែឆៅចំណុចខគ្រឿងសមុទ្រឆៅចំណុចកសាច់ត្រីដែលមានជាតិបារ៉តខ្ពស់ចំណុចខភេសជ្ជៈមានជាតិអាល់កុល